បាទខ្ញុំបាទសូមអរកាយគោរពនិងជម្រាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតនៅពេលទំនេរនៅឋានៈពេលនេះដែរខ្ញុំបាទក៏បានចងក្រងនៅអត្ថបទខ្លីមួយដែលមានចំណងជើងថាវិរៈជនក្លាហានដែលមានអត្ថន័យនិងខ្លឹមសារដូចតទៅបាទវាជាការពិតណាស់គេថាមុខព្រួយមុតស្រួចតែចិត្តមនុស្សគឺវាស្រួចជាងមុខព្រួយនោះទៅទៀតត្រូវធ្វើចិត្តឲ្យស្រួចដើម្បីទម្លុះរាល់បញ្ហាទាំងឡាយឲ្យបានជាដាច់ខាតការឈឺចាប់វាតែងតែបណ្ដោះនៅការសងសឹកបញ្ឆេះនៅកំហឹងយ៉ាងសន្ធោសន្ធៅបញ្ឆេះនៅសេចក្តីក្លាហានឲ្យកើតមានឡើងព្រោះមនុស្សគ្រប់រូបគ្មានអ្នកណាម្នាក់ចង់ទទួលរងនឹងការឈឺចាប់ឬការជិះជាន់ដោយអំពើអយុត្តិធម៌ណាមួយឡើយចំពោះខ្លួនដូច្នេះហើយបានពួកគេតែងតែខិតខំព្យាយាមប្រយុទ្ធប្រឆាំងនឹងការឈឺចាប់ទាំងឡាយដោយសេចក្តីក្លាហានមុខជាទីបំផុតទោះបីជាពួកគេដឹងថាខ្លួនមានសង្ឃឹមថាឈ្នះក៏ដោយក៏គេយ៉ាងហោចណាស់គេគិតថាគេក៏បានបង្ហាញនូវឆន្ទៈនៃការរកបំរាស់និងការខិតខំរកយុត្តិធម៌ផងដែរសម្រាប់ពួកគេដូច្នេះហើយបានជាមានពាក្យមួយឃ្លាថាទីណាមានការគៀបសង្កត់មានការជិះជាន់ទីនោះត្រូវតែមានការរើបំរាស់ជាដាច់ខាតសម្រាប់មនុស្សក្លាហាននៅពេលដែលរងនឹងការឈឺចាប់កាន់តែច្រើនកាន់តែទទួលបាននូវភាពរឹងមាំនិងការរីកចម្រើនក្នុងការការពារនិងរកដំណោះស្រាយហើយក៏អាចទូទ្រាំនឹងការលំបាករាល់កិច្ចការនានាព្រោះគេគិតថាបញ្ហាគឺជាប្រភពនៃបញ្ញាប៉ុន្តែបើមនុស្សកំសាកវិញវាបែរទៅជាយកការឈឺចាប់យកបញ្ហាទាំងនោះទៅធ្វើជាការភ្លេចខ្លាចជាត្រីមុខទៅវិញការទទួលរងនៃការឈឺចាប់វាប្រៀបបីដូចជាការហ្វឹកហាត់លូតដុំនៅរាងកាយចិត្តគំនិតប្រាជ្ញាស្មារតីឲ្យមានភាពស៊ាំទៅនឹងហេតុការណ៍ទាំងឡាយនិងដើម្បីបណ្ដុះគំនិតឲ្យមានការអភិវឌ្ឍទៅមុខជាក់ស្ដែងដែកបើមិនទាន់បានកែច្នៃវាឲ្យចេញជាដាវជាលំពេងទេវាមិនមានប្រយោជន៍នោះឡើយហើយបើយើងច្នៃឬលុតដុំឲ្យវាដល់កម្រិតវាពិតជាមានភាពរឹងមាំនិងមានផលប្រយោជន៍ច្រើនណាស់និងអាចធានាបានជាច្រើនស្ថានភាពចំពោះមុខទៀតផងកន្លែងដែលមានការគៀបសង្កត់កេងប្រវ័ញ្ចមានអំពើអយុត្តិធម៌កើតមានឡើងហើយទីនោះតែងតែមានជនក្លាហានជាអ្នកដែលស្មោះត្រង់ស្វែងរកដំណោះស្រាយនិងរកយុត្តិធម៌ព្រោះគ្មានអ្នកណាម្នាក់ចង់រស់នៅទាំងការឈឺចាប់និងគ្មានសិទ្ធិសេរីភាពនោះឡើយវីរជនគឺជាជនធម្មតាដូចតែមនុស្សសាមញ្ញដែរពួកគេមិនមែនជាជនដែលមានសេចក្តីក្លាហានគ្រប់ពេលវេលានោះទេក៏ប៉ុន្តែពួកគេតែងតែមានសេចក្តីក្លាហានពី3នាទីគ្រប់ពេលដែលកើតមានឧបសគ្គឬបញ្ហាដែលត្រូវប្រឈមមុខតែប៉ុណ្ណោះវីរជនក្លាហានគឺជាមនុស្សស៊ូស្រែកហៅប្រសើរជាងស្រែកយំស៊ូស្រែកហៅប្រសើរជាងសោកស្ដាយវីរជនដែលជោគជ័យអង្អាចក្លាហានគឺជាមនុស្សដែលខិតខំប្រឹងប្រែងតស៊ូព្យាយាមដោយមិនបោះបង់ជាដាច់ខាត
ហ៊ានតទល់ហ៊ានតតាំងដល់ទីបំផុតដោយសេចក្តីក្លាហាននិងភាពឆ្លាតវៃវីរៈជនក្លាហានគឺជាមនុស្សដែលអង់អាចក្លាហានហ៊ានផ្លាស់ប្ដូរពីភាពមិនរីកចម្រើនទៅភាពរីកចម្រើនគឺធ្វើអ្វីៗសពបែបយ៉ាងគឺធ្វើតែអ្វីដែលជាបេះដូងរបស់ខ្លួនឯងធ្វើយ៉ាងលុះលះយ៉ាងពេញទំហឹងដោយគ្មានការស្ទាក់ស្ទើរដោយមានហេតុផលគ្រប់គ្រាន់ក្នុងការជំរុញធម៌ពលដួងចិត្តក្នុងការធ្វើកិច្ចការអ្វីមួយដែលគេស្រឡាញ់ពីចិត្តនោះមួយទំហឹងវីរៈជនក្លាហានគឺជាមនុស្សស៊ូស្លាប់ខ្លួនកុំឲ្យស្លាប់កិត្តិយសបើរស់គឺរស់ជាអ្នកក្លាហានរស់គ្មានន័យស្លាប់ប្រសើរជាង